ណាបងប្អូនណាហ្នឹងហើយនេះគឺរូបថតប្តីរូបថតប្រពន្ធហើយចង់បញ្យល់ថាកិច្ចបោះស្នឹងនេះគឺយើងធ្វើដូចជាយើងចងគោអញ្ចឹងណាបងប្អូនណាគោពេលដែលយើងចងហើយយើងអត់ឲ្យគោហ្នឹងទៅណាចោលស្នឹងបានទេជាប់បានវាស៊ីឲ្យតែមកកវងហ្នឹងឯងយ៉ាងណាមិញប្តីប្រពន្ធដែលយើងចង់ធ្វើឲ្យគាត់នៅជាមួយគ្នាមិនទៅណាចោលគ្នាយើងធ្វើពិធីកិច្ចបោះស្នឹងនេះឯងហើយបោះស្នឹងនេះគឺយើងធ្វើគ្រប់មួយអាទិត្យហើយគឺយើងយកទៅទុកឧបកិច្ចចោលនៅកន្លែងណាមួយបាទប៉ុន្តែរូបអឋានតណ្ហាអឋានសម្រាប់អឋានរួមមិត្តរីហ្នឹងគឺដូចជារូបថតប្តីប្រពន្ធនៅក្នុងហ្នឹងឯងបាទនេះគឺរូបថតប្តីប្រពន្ធយើងដែលរូបថតទាំងពីរនាក់ឈ្មោះទាំងពីរនាក់គឺនៅក្នុងហ្នឹងបាទយើងខាបយើងហៅអន្តងចងចិត្តគ្រប់បែបយ៉ាងហើយបាទយើងយកទៅធ្វើពិធីឧបកិច្ចនៅក្នុងព្រៃបាទអញ្ចឹងយើងចាក់ដូចគ្នាបាទចាក់ដូចគ្នាក៏ប៉ុន្តែគ្រាន់តែយើងធ្វើពិធីមួយយ៉ាងយើងយកស្នឹងដាក់ចូលនៅក្នុងហ្នឹងបាទនេះបងប្អូនឃើញស្រាប់ហើយបាទពេលដែលយើងដាក់ចូលហើយផ្លឹបយើងដកយកមកបាទនេះគឺរូបហើយបាទនេះស្នឹងរបស់យើងអញ្ចឹងយើងសូត្រគាថារបស់ស្នឹងចូលនៅក្នុងហ្នឹងមកបាទនេះគឺយើងយកគាថាបញ្ចុះអាគមគាថាស្នឹងហ្នឹងគឺយកមកដាក់ចូលស្នឹងនៅហ្នឹងយើងសូត្រគាថារបស់ស្នឹងនេះមួយអាទិត្យសូត្រគាថាខាបចងអន្តងចងចិត្តចងវិញ្ញាណចងដួងហារតីហ្នឹងឲ្យនៅក្នុងហ្នឹងនេះគេហៅថាកិច្ចបោះស្នឹងភាគច្រើនក៏បោះស្នឹងយើងពីមួយចំនួនយើងយកស្នឹងចងផ្សេងទៅប៉ុន្តែកិច្ចនេះគឺយើងដាក់ទៅហើយគឺវាអត្តនារួចឯលុះត្រាតែស្នឹងនេះសាំងចេញពីដើមថ្លែងគង់មានន័យថាគង់ស្នេហ៍គង់នៃសុភមង្គលគង់នៅសេចក្តីស្រឡាញ់មិនប្រែចិត្តប្រែកាយប្តីប្រពន្ធមិនទៅណាចោលគ្នាបីដូចជាស្នឹងបើស្នឹងនេះបោះទៅវាលុះត្រាតែបែកបាក់ឬក៏ដកចេញទៅអ្នកទាំងពីរឃ្លាតចាក់គ្នាបីជាគោអញ្ចឹងបើមើលរបូតចោលស្នឹងហើយវានឹងទៅស៊ីស្រូវរបស់គេហើយប៉ុន្តែបើនៅជាប់ស្នឹងទេគឺទៅណាចោលមិនរួចទេយ៉ាងណាមិញដូចគ្នាប្តីប្រពន្ធដែលជាប់ស្នឹងនេះហើយគឺស្រឡាញ់ប្តីស្រឡាញ់ប្រពន្ធមិនទៅណាចោលគ្នាទេអញ្ចឹងហេហេសគុណណា